យោធាអាមេរិកបានបាញ់ទម្លាក់បល្លុងមួយដែលនៅទីក្រុង Washington សង្ស័យថាជាបល្លុងចារកម្មរបស់ចិនហើយក្រោយបានស្ទាក់ស្ទើររយៈពេលប្រមាណថ្ងៃមកនេះព្រោះខ្លាចកំទេចកំទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោមនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី5ខែកុម្ភៈឆ្នាំ2023ព័ត៌មានពីការបាញ់ទម្លាក់បល្លុងចិនត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Austin ដែលបានអះអាងថាបល្លុងនេះត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបអង្ការសម្ងាត់លើទីតាំងយុទ្ធសាស្ត្រសំខាន់នៅទ្វីបអាមេរិកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែលប្រធានាធិបតីលោក Joe Biden បានប្រកាសពីជោគជ័យក្នុងការបាញ់ទម្លាក់ក្នុងបល្លុងចិនយើងបានបាញ់ទម្លាក់វាដោយជោគជ័យហើយខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះ pilot របស់យើងបានធ្វើវានេះជាគូបញ្ជាក់របស់លោក Joe Bidenបល្លុងចិនបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្តហោះចម្បាំង F-22 ហើយបើតាមការផ្សព្វផ្សាយអាមេរិកបល្លុងនេះហើយរយៈពេលកម្ពស់ 18300 ម៉ែត្រខណៈប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹកដីមហាសមុទ្រអាត្លង់តិកដើម្បីប្រមូលកំទេចកំទីបាញ់បល្លុងនេះគូបញ្ជាក់ថាបល្លុងចិននេះបានហោះលើតំបន់អាមេរិកខាងជើងរួមទាំងអាកាសរបស់សហរដ្ឋអាមេរិកឲ្យរយៈពេលជាច្រើនមកហើយក្រោយវាបង្កឲ្យមានភាពតាំងតឹងសាជាថ្មីនៅរវាងទីក្រុង Washington ទីក្រុងប៉េងកាំងរហូតដល់បកដំណើរការទស្សនកិច្ចរបស់លោកមន្ត្រីបរទេសអាមេរិកលោក Blinken ទៅកាន់ទីក្រុងប៉េងកាំងដែលដំបូងឡើយក្រុងនឹងធ្វើឡើងចុងសប្តាហ៍នេះសហរដ្ឋអាមេរិកបានចោទថាបល្លុងលាក់ខាងលើត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការសម្ងាត់ប៉ុន្តែចិនប្រកែកថាវាជាបល្លុងស៊ីវិលធម្មតាហើយថាអាមេរិកចង់មកយកវិបត្តិនេះដើម្បីមកបង្កាច់ចិន